សួស្តីបងប្អូនអរគ្នាថ្ងៃសៅរ៍នេះគឺជាថ្ងៃដែលមានជំនួបដ៏ធំបាទគឺរហូតដល់ទៅ2ព្រឹត្តិការណ៍នោះបាទប៉ុន្តែអេមីនសូមលើកយកបាទមួយគូដែលប្រកួតក្នុងពានរង្វាន់បាទគឺ FA Cup ក្នុងលីកអង់គ្លេសនោះហើយចង់ដឹងទាំងអស់គ្នាថាតើរវាងអេមីនទាំងពីរថាតើគាត់នឹងវិភាគគូនេះយ៉ាងណាយ៉ាងណីនោះបាទមកទស្សនាទាំងអស់គ្នាជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់នាំអ្នកទាំងអស់គ្នាទៅកាន់គូដ៏ធំមួយជាគូវគ្គផ្ដាច់ព្រាត់នៅក្នុងពានរង្វាន់ FA Cup ជាជំនួបជួបគ្នារវាង Manchester City ជាមួយនឹង Tokyo Chelsea នៅថ្ងៃទី16បាទវេលាម៉ោង9យប់ប្រិមិត្តប៉ុណ្ណឹងគឺបងប្អូនពេញមើលប្រិមិត្តនៅក្នុងប្រទេសកម្ពុជាយើងប្រិមិត្តទាំងអស់គ្នាដំបូងនេះយើងនិយាយអំពីទម្រង់លេងបច្ចុប្បន្នរបស់ Manchester City ក៏ដូចជា Tokyo Chelsea ខ្ញុំសូមនិយាយអំពី Manchester City មុនចោះ Make Q Manchester City ចាប់ផ្ដើមបាទល្អឡើងវិញបន្តិចម្ដងហើយនៅក្នុងរយៈពេលចុងក្រោយប្រមាណប្រកួតចុងក្រោយនេះគឺល្អខ្លាំងយកទៅមែនទែនសឹងតែថាចិត្ត10ប្រកួតបាទមិនមានចាញ់ផងបើយើងនិយាយចំគឺ9ប្រកួតឯណោះគ្មានចាញ់សូម្បីតែមួយទេសម្រាប់ Manchester City ជាពិសេសប្រកួតក្រោយនេះកំពុងតែល្អខ្លាំងអមជាមួយនឹងកីឡាករដែលវិលមកវិញគឺពេញទីលានតែម្ដងស្ទើរតែគ្មានម្នាក់ដែលរបួសនោះទេហើយចំណែកឯ Tokyo Chelsea បាទរៀងរោគរាក់បន្តិចទោះបីជាឡើងមកដល់វគ្គដាច់ព្រាត់មក FA Cup FA Cup នឹងទៅហើយទេក៏ប៉ុន្តែកីឡាករក៏ដូចជាក្លឹបរោគរាក់ខ្លាំងណាស់មិននឹងជាឡើងដោយសមត្ថភាពឬក៏ឡើងដោយខ្មោចឲ្យទេក៏ប៉ុន្តែយើងឃើញស្ថិតិគឺពិតជាពិបាកខ្លាំងដោយ5ប្រកួតចុងក្រោយឈ្នះតែមួយទេណាប្រិមិត្តយើង5ប្រកួតចុងក្រោយឈ្នះតែមួយទេស្មើចំនួន1ហើយចាញ់ដល់ទៅ3ប្រកួតឯណោះបាទសម្រាប់ Tokyo Chelsea បើអញ្ចឹងបើយើងមកកលេចមកមើលប្រវត្តិជួបគ្នាវិញគឺបាទ Manchester City គឺគេមានប្រវត្តិល្អជាងដាច់តែម្ដងដោយបាទ Manchester City 14ប្រកួតបាទប៉ះជាមួយបើ Chelsea ហ្នឹងគឺបាទគេឈ្នះ11ដងទៅហើយបងប្អូនយើងហើយគឺគេស្មើ13ដងទេហើយបើការជួបគ្នាមកលើកចុងក្រោយនៅក្នុងបាទខែមេសាឆ្នាំ2026នេះផ្ទាល់តែម្ដងបាទ Manchester City គឺយកឈ្នះទៅលើ Chelsea គឺ3-0ឯណោះបងប្អូនយើងអើយយើងមកកលេចមកមើលស្ថានភាពកីឡាករវិញគឺបាទ Chelsea មានបញ្ហាកីឡាកររបួសបាទច្រើនគួរសមដែរសឹងតែជាកីឡាករសំខាន់ទៀតមានដូចជាបាទ Pedro Neto Alexandro Garnacho ហើយមួយទៀតហ្នឹងគឺបាទ Estevao បាទហើយបើយើងកលេចមកមើលManchester City វិញបងប្អូនគឺគេរំពឹងថានឹងដាក់កីឡាករពេញសាច់មកហើយសម្រាប់ពួតមួយនេះមានដូចជាបាទ Erling Haaland បាទPhil Foden ហើយនឹងបាទ Germany Doku ផងដែរហើយបាទលទ្ធផលដែលគេរំពឹងទុកនោះគឺបាទ Manchester City នឹងបាទ C បាទទៅលើ Chelsea ហ្នឹងគឺលទ្ធផលចំនួន3-0បងអូ3-0ណោះច្រើនដែរបាទ Emil Snow ដូច Emil Snow បាននិយាយខាងដើមអញ្ចឹងកីឡាកររបស់ Chelsea ក៏ដូចជា Manchester City គឺបានចេញមកបន្ថែមហើយសម្រាប់ Chelsea ចង់រដូវកាលមានកីឡាករល្បួសទៅវិញតែ Manchester City ចង់រដូវកាលកីឡាករចូលមកវិញស្ទើរតែពេញទីលានយើងឃើញការប្រកួតចុងក្រោយណាការប្រកួតចុងក្រោយដែល Manchester City C3-0 នេះ3-0ការប្រកួតថ្មីហ្នឹងប្រហែលថ្ងៃមុនហ្នឹង Haaland បំរុងហ្នឹងណាដោយសារកីឡាករពេញជើងពេកSavinho ក៏មកវិញហ្នឹងហើយ Foden ក៏មកវិញកីឡាករមានDuri ស្គាល់ទេស្គាល់ Duri ខ្សែបំរើមកវិញអត់លេងហើយជាពិសេសអ្វីដែលខ្ញុំក៏សម្គាល់ខ្លាំងគឺខ្សែការពារ Diaz ជាមួយនឹង Guardiola គឺមកវិញទាំងអស់អញ្ចឹងគឺដោយ Emil Snow បាននិយាយអញ្ចឹងភាគរយច្រើនខ្លាំងមែនតើទៅកាន់ Manchester City Emil Snow ថាម៉ាត់ 3-0 ខ្ញុំគិតថាតិចផងខ្ញុំគិតថា 4-0 ទៅណោះផងប្រិមិត្តយើងកុំភ្លេចចុច link នៅខាងក្រោមដែលជា link Telegram ដែលបងប្អូនអាចទស្សនានៅការប្រកួតមួយនេះ